ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំច័ន្ទថាចែករំលែកថ្នាំខ្មែរបុរាណមកចែករំលែកជូនពុកម៉ែបងប្អូនអំពីឫសផ្ទីបន្លាណាបងប្អូនគឺជាឱសថទឹកលាក់មុខដ៏អស្ចារ្យស័ក្តិសិទ្ធិបងប្អូនមកធ្វើថ្នាំសម្រាប់ព្យាបាលជំងឺមួយជំនួយសុខភាពផ្លូវភេទបរិសឲ្យខ្លាំងជាងមុន2ឫសដូងច្រមុះ3អាឡែកស៊ីច្រមុះរ៉ាំរ៉ៃ4នោមពពុះនោមញាប់ទីធ្វើថ្នាំវិញម្ដងទៅដកទីបន្លាយកតែឫសរបស់វាទេណាបងប្អូនលាងសម្អាតទឹកឲ្យបានស្អាតចិញ្ច្រាំឲ្យល្អិតហាលឲ្យស្ងួតយកចំនួន40ក្រាមដាំជាមួយទឹក3លីត្ររំងាស់ឲ្យបាន15នាទីទទួលទានទឹកថ្នាំវិញម្ដងមួយថ្ងៃទទួលទានអត់កំណត់ទេណាបងប្អូនព្យាយាមទទួលទានចាប់ពី5ទៅដល់7ថ្ងៃអាការៈជំងឺរបស់ពុកម៉ែបងប្អូនដោយខ្ញុំរៀបរាប់នៅខាងលើប្រកាសជាបានធូរស្បើយជាក់ជាពុំខានមិននឹកស្មានថាឫសផ្ទីបន្លាពូកែស័ក្តិសិទ្ធិដល់ម្លឹងសោះបងប្អូនចែកគ្នាដឹងសូមពុកម៉ែបងប្អូនកុំតន់អញ្ជើញតណាសូមពឹងពុកម៉ែបងប្អូនមួយផ្លែតទេបង្ហាញឱសថបុរាណឆាណាងឈើសម្រាប់ដាំទឹកហូបព្យាបាលជំងឺបងប្អូនចុកដៃចុកជើងឈឺចង្កេះរ៉ាំរ៉ៃពីតម្រងនោមពពុះនោមមានក្លិននោមក្តៅក្រហាយនោមទាស់នោមមិនអស់នោមសល់3ជំនួយសុខភាពបុរសអាអូនតូចឆាប់ព្រុសទឹកអាអូនតូចទុនមិនសូវរឹងហើយមួយទៀតមិនសូវមានកម្លាំងរួមភេទឈប់បារម្ភទៅឱសថខាងខ្ញុំជួយបងប្អូនបានអស់តែ3កញ្ចប់ធានាថាបានផល100%តែម្ដងទទួលទានបានទាំងបុរសនារីក៏ទទួលទានបានដែរណាបងប្អូនដាំទឹកហូបក៏បានបងប្អូនចង់ត្រាំស្រាខ្លួនឯងហូបក៏បានបើបងប្អូនអត់មានស្រាល្អចង់ជាវស្រាខាងខ្ញុំមានស្រាថ្នាំត្រាំស្រាប់ណាបងប្អូនបើពុកម៉ែបងប្អូនចាប់អារម្មណ៍ចង់ជាវឱសថខាងខ្ញុំបាទយកទៅប្រើប្រាស់សូមទំនាក់ទំនងចូលឆាតក្នុងเพจឬមួយក៏ទំនាក់ទំនងតាមលេខទូរស័ព្ទនៅខាងលើសូមអរគុណនិងជម្រាបលា